អ្នកទាំងអស់គ្នាធ្វើការដដែលដោយដៃញឹកញាប់ប៉ុណ្ណាដូចជា scrap article ដាក់ចូលក្នុង spreadsheet ឬក៏ឆែក email ព្រមឡើងជារៀងរាល់ព្រឹក4 10 20 email ឬក៏អ្នកទាំងអស់គ្នាមានបញ្ហាជាមួយនឹង server ឬក៏ website down យើង send ទៅ Slack ឬក៏ Telegram អីចឹងទៅហើយការងារទាំងអស់នេះបើសិនជាយើងយកពេលវេលាធ្វើដដែលហ្នឹងយកមកទុកធ្វើ project ឬក៏ធ្វើ feature ឬក៏ feedback ប្រហែលជាវាល្អជាងហើយនេះជាអ្វីដែល NAN អនុញ្ញាតឲ្យយើងធ្វើការងារដោយស្វ័យប្រវត្តិទាំងអស់ហ្នឹងដោយមាន UI មើលដោយមិនចាំបាច់ខ្វល់ខ្វាយជាមួយនឹង back end ឬក៏ខ្វល់ខ្វាយជាមួយនឹង DevOps អីច្រើនទេជាពិសេសនោះយើងចង់ប្រើ free ក៏បានឬក៏ subscribe ក៏បានដែរហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបដោតទៅលើ2ចំណុចធំទី1នោះគឺថាតើយើងគួរប្រើ cloud version យើងបង់លុយឬក៏យើង self host ឬក៏យើង run ខ្លួនឯងអីចឹងទៅឲ្យវាអត់អស់លុយហើយនឹងចំណុចទី2គឺយើងនឹងមានកូនឧទាហរណ៍ទូចមួយងាយយល់ស្រួលតោះឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាតែមុនយើងទៅ cloud version ឬក៏ self host យើងទៅមើល NHN ហ្នឹងស្អីគេអញ្ចឹង NHN ហ្នឹងគឺជា automation workflow tool ដែលវាធ្វើការតភ្ជាប់ពី node 1ទៅ node 1ទៀតដើម្បីចងធ្វើជា workflow មួយដែលគេហៅថា step ហ្នឹងអា node តិចៗហ្នឹងគេហៅ step ដែលធ្វើឲ្យយើងមើលឃើញនឹងភ្នែកព្រោះធម្មតាយើងឃើញ node យើង drag drop យើងមានព្រួយអញ្ចឹងយើងអាចដឹងពីដំបូងទៅណាបន្ទាប់មកអីគេចុងក្រោយបានអីគេតោះឥឡូវយើងមកមើល self host ជាមួយនឹង cloud version វិញអញ្ចឹងដំបូងcloud version ហើយមិនបានមុននឹងយើងទៅថាយើងគួររើសជាមួយណាយើងគួរប្រើមួយណាយើងទៅមើល benefit ពីមួយសិនអញ្ចឹង cloud version គឺទី1គឺ sign up ងាយណាយើងចូលទៅយើង sign up តាមអាពងហើយទី2នោះបើសិនជាយើងប្រើ cloud ធម្មតាទេនៅក្រុមហ៊ុនរបស់គេមិន control ទាំងអស់ server តាំងពី scaling តាំងពី uptime ហ្នឹងឲ្យវាដំណើរការរហូត24ម៉ោងអញ្ចឹងទៅអញ្ចឹងមានបញ្ហា upgrade អីគឺគេអ្នក control ទាំងអស់មួយទៀតបើយើងប្រើ cloud អស់លុយដូចជា pricing version វាគឺ$20នេះបើយើងបង់ annual តែបើយើងបង់ជា monthly វាថ្លៃ24អាចបូកតាក់បើតិចតួចវាចូល25 26ខ្ញុំភ្លេចចំណុចពិសេសមួយទៀតគឺ data ធម្មតាបើសិនជាយើងប្រើ cloud version យើង subscribe នៅក្រុមហ៊ុនរបស់គេហើយគឺ data គឺនៅខាងគេអ្នក control ហើយ feature ពិសេសមួយទៀតគឺ AI បើសិនជាយើង subscribe cloud version យើងនឹងទទួលបាន feature AI generation ឬក៏ AI assistant ទៅអាចសួរនាំពីមូលហេតុនេះflow ចេះមិនដែរ flow នេះ node នេះជាមិនអាចជួយបង្កើត generate ឲ្យខ្ញុំបានអត់អញ្ចឹងយើងអាចធ្វើការតំណែងជាមួយ AI assist នឹងបានទាំងសំណួរទាំងឲ្យ generate គឺវាអែមត្រង់ហ្នឹងពេលយើង subscribe cloud ហ្នឹងឥឡូវយើងមកមើល self host មិន self hosting ម្ដងទីមួយវាអត់កាត់លុយធម្មតាយើង self host យើងបើសិនជាយើងយកមកដោយសារតែនេះវា open source យើងយកអាច install ដាក់នៅក្នុងម៉ាស៊ីនយើងក៏បានដែរដើម្បី testing ឬក៏យើងយកទៅ host នៅក្នុង VPS របស់យើងដែលយើងមានស្រាប់យើងទិញហើយអញ្ចឹងយើងអត់អស់លុយទេតែបើយើងអត់មានទេយើងចង់យកទៅ host នៅ VPS ធម្មតាយើងទិញទៅតាមទំហំ spec ទៅវាអាច5រៀល8រៀលទៅតាមទំហំដែលយើងចង់បានតែវាអត់ដែរវាអត់តិចតួចប្រៀបធៀបជាមួយនឹង24នេះចំណុចពិសេសរបស់ self host ដែលផ្ទុយពី cloud នោះគឺ data នឹងឯង data គឺនៅយើងណាបើសិនជាយើង host នៅ on premise អី server របស់យើងឬក៏យើងទិញ VPS អីយើង host យើងអ្នក control data មានណាគេដឹងទេយើង host នៅតាណានៅតំណងទៅវាជាជាងខ្លាចគេមិន sensitive អីនៅក្នុង cloud របស់ NHN អីចឹងយើងយកមក host ខ្លួនឯងគ្រប់គ្រងខ្លួនឯងមកហើយដល់អញ្ចឹងទេយើង upgrade ខ្លួនឯងគេ scale ខ្លួនឯង check មើលខ្លួនឯងទៅវាយ៉ាតែសុកដួលអីអាហ្នឹងវាពិបាកត្រង់ហ្នឹងអញ្ចឹងចុះប្រើមួយណាយើងអាចប្រើ cloud version បើសិនជាយើងចង់សាកល្បងដោយសារ cloud version គេឲ្យ free trial 14ថ្ងៃអញ្ចឹងយើងបើសិនជាយើងគាត់តែចង់សាកចង់ស្គាល់ចង់ដឹងយើង register ទៅបានប្រើភ្លាមមកទៅគាត់ជួយក្បាលពលមុខអីទេឬក៏យើងធ្វើការជាមួយ project របស់យើងឬក៏ client ដែលគេមិនសូវខ្វល់ពីគេមិនចង់ឲ្យយើងខ្វល់ពី infrastructure ទេគេមានលុយឯង client គេមានលុយឯងយកលុយទៅ subscribe ទៅយក credit card ខ្ញុំណាដាក់ account មកគេគេខ្វល់រឿងលុយទេគេខ្វល់ធ្វើម៉េចឲ្យតែការងារនោះវាលឿនទៅមុខអញ្ចឹងយើងបើ cloud ទៅស្រួលទាំងអស់គ្នាទាំង client ក៏បានការងារឃើញលទ្ធផលលឿនហើយយើងខាង developer ហ្នឹងគេមិនសូវជឿក្បាលរឿង maintenance អី check មើលទេថាដួលទាំងអស់គ្នាហ្មងតែបើយើងអត់ចង់អស់លុយយើងប្រើ hosting ទៅឬក៏យើងខ្វល់ខ្វាយអំពី data ខ្លាចគេលួចខ្លាចគេយក data យើងមហា sensitive អី
mà hà sensitive ấy dương đó thơ sẽ họ từ lấy dương một đó demo lấy dương miền đo cho mày thống á TP cứ tẹt toàn cho mày thời ca demo tút mùi chẳng nhưng register hãy tầm register account mày đấy per cloud version bọn chứ nè mới cloud version thế nhé anh cloud chẳng bạc đi mà chẳng workflow này dương thôi ca demo tút muối tẹt toàn cho mày nâng vendor nhé từ dọc data pi open API ណាមួយតាក់ទងជាមួយអាកាសធាតុដែលចង់ដឹងថា temperature ថ្ងៃហ្នឹងប្រហែលអង្សាអញ្ចឹងទៅណាអញ្ចឹងដំបូងបំផុតអ្វីដែលសំខាន់របស់ workflow គឺ trigger បើសិនជាអត់មាន trigger វាអត់មានកន្លែងភ្ញូចអត់មានកន្លែងចាក់ដើរទៅណាមិនអញ្ចឹងអញ្ចឹង trigger វាមាន3ធំសំខាន់ក៏ប៉ុតមានច្រើនទៀតដោយសារតែ node របស់ក្រុមហ៊ុនផ្សេងៗដូចជា Gmail ដូចជាអីគេ Cloud API ក៏គេមាន trigger ដែរប៉ុន្តែឥឡូវយើងមកមើល trigger សំខាន់អញ្ចឹងទី1គឺ manual ថ្មីអូខេ manual អូខេ manual trigger đóមានន័យមិនចុចដៃអានេះគឺល្អមែនតើសម្រាប់ testing ណាយើងចង់ចុចពីណាវាមិនដើរពីហ្នឹងឬក៏យើងចង់ធ្វើមួយទៀតទៅតជាមួយហ្នឹងអូខេweb hook ណាអ្នកទាំងអស់នេះស្គាល់ web hook នេះពេលយើង add មក web hook ហ្នឹងគឺវាមាន URL ឲ្យយើងដើម្បីយើង trigger URL អញ្ចឹងទៅមួយទៀតអ្នកទាំងអស់នេះស្គាល់ហើយអ្នកស្គាល់ cron job ឬក៏ scheduling schedule trigger អញ្ចឹងក្នុងករណីដូចថាemail លំឡើងណាលំឡើងម៉ោងប្រហែលណាហើយ trigger auto ទៅឬក៏មួយនាទីម្ដងឬមួយម៉ោងម្ដងមួយថ្ងៃម្ដងមួយអាទិត្យម្ដងអីចឹងណាអាហ្នឹងយើងទៅតាមuse case របស់យើងណាករណីរបស់យើងផ្ទាល់ឥឡូវយើងកុំ focus ឡើងយើង focus ទៅលើ manual ណាចុចដៃអញ្ចឹងដើម្បី node បន្ទាប់ដែលខ្ញុំចង់បង្ហាញនេះតើតើជាមួយនឹង HTTP ណាចឹងអាហ្នឹង everything node ណាស្អីក៏ node ដែរ trigger ហ្នឹងក៏ node action បន្ទាប់ទៀតក៏ step បន្ទាប់ទៀតហ្នឹងក៏ node ដែរអញ្ចឹងគេមាន HTTP node ហ្នឹងមកឥឡូវអ្នកស្គាល់ HTTP ដឹងហើយណាបើអត់ទាន់ស្គាល់ទេទៅរៀនបន្ថែមអញ្ចឹងយើងអាចមានអីគេ method វាមាន get delete ហោះហើយអញ្ចឹងមកអញ្ចឹងដើម្បីយក API public អីមួយតាក់ទងមួយ vendor អីជាទូទៅគឺតែ get ទេណា get យកមកន័យថា get ហ្នឹងឥឡូវខ្ញុំមាន API មួយនេះយក free មកទេអត់មានដាក់ token មាន authentication អីទេណា target ដូចជា vendor នៅ let latitude គឺនៅភ្នំពេញឥឡូវយើងអត់មានអីទេណាហើយទៅហើយតែប៉ុណ្ណឹងអញ្ចឹងបើសិនជាយើង execute យើង play មកពងពេលយើង play នៅ node ទី2អានេះនៅថា node ទី1ណា node ទី2នៅពេលដែលយើង play node ទី2ជាទូទៅវានឹងចាប់ផ្ដើមរះពី node ទី1មកអញ្ចឹងណាហើយឈប់ដំណឹងណាអញ្ចឹង node បន្ទាប់ឥឡូវយើងនេះឃើញមានមួយ item ទេវាបង្ហាញពេលចុចទៅបានមួយ item คลิกមួយដងហ្នឹងហើយទទួលបានមួយ item ណាពេល respond នេះឃើញពេល click ទៅ get មិនបានមួយ item ណាទៅពេលអញ្ចឹងយើងឧទាហរណ៍ថាយើងចង់ set field អីចឹងដែរចង់បង្ហាញយើងអត់ចង់យក field ទាំងអស់ទេណាយើងចង់យក field តែ 2-3 ទេអញ្ចឹងគេមាន node មួយឈ្មោះ edit field អញ្ចឹងអានេះហ្នឹងគឺវាធ្វើការបន្តគ្នាណាពេលចុចមួយមានអី data អីមកអត់ឧទាហរណ៍ថាឥឡូវមើល trigger ណាអត់មាន data ទេអូខេអញ្ចឹងធម្មតា trigger វាគ្នាគ្មានអីទេប៉ុន្តែនៅពេលដែល node របស់ HTTP នេះចប់នេះវានឹងបាន data ឃើញទេវាបាន data output ទេវានឹងបញ្ជូនទៅ node បន្តទៀតឃើញដោយសារអីនេះ node បញ្ជូនទៅបន្តទៀតដោយសារព្រួយបាញ់ទៅបន្តទៀតអញ្ចឹងអាបន្តទៀតមិនបានឃើញទេមិញយើងអត់ទាន់ run edit field ហ្នឹងណាប៉ុន្តែដោយសារតែ HTTP request node ហ្នឹងវាប្រាប់ឲ្យវាបានចម្លើយបានប៉ុណ្នេះ result ប៉ុណ្ណឹងអញ្ចឹងវាព្រាមបញ្ជូនឲ្យអញ្ចឹងយើងចង់ធ្វើអីគេនេះកន្លែងនេះ action នេះយើងចង់ធ្វើអីគេដើម្បីបានលទ្ធផលយ៉ាងម៉េចចូលឧទាហរណ៍ថាខ្ញុំដាក់ node ហ្នឹងមកដើម្បីខ្ញុំច្រោះខ្ញុំអត់ចង់បានទាំងអស់ទេខ្ញុំច្រោះយក temperature អញ្ចឹងមកឬហើយនឹងtime អញ្ចឹងណា
ចឹងខ្ញុំ execute មកញ៉េយើងបាន current មួយនេះដោយសារតែវាជា object ចឹងទៅវានេះឥឡូវយើងចង់ដាក់ផ្សេងគ្នាចឹងថា x2m ស្អីគេទេបាទយើងកុំខ្វល់ពេកហើយយើង testing ATP request អូខេឥឡូវ 26.8 អង្សាសេអញ្ចឹងទៅថាមកប្រមាណនេះអញ្ចឹងយើងចង់បានអីទៀតយើងទាញមកណាទាញមកតម្លាក់មក execute មកបូកអី latitude longitude អញ្ចឹងមើល26បើជាអញ្ចឹងហេនេះនៅពេញ26មែនដល់ថា Apple វាអត់មានក្បៀសទេអានេះវា secret មែនតើក្បៀសទៀតអញ្ចឹងនេះគឺជាឧទាហរណ៍សាមញ្ញណាពី note 1ទៅ note 1ពី note 1ទៅ note 1ដោយមានចាប់ផ្ដើមពី trigger ណានេះចង់បញ្ចប់អស់ហើយអត់មានតាណាទៀតទេអញ្ចឹងសរុបមកវិញ NAN ណាមាន trigger មាន node ជាបន្តដែលគេហៅថា step ហើយចុងក្រោយបាន design មកវិញហើយមួយទៀតបើប្រើ cloud setup យើងអត់សូវហត់ខ្វល់ខ្វាយរឿង config រឿង docker អីទេណាបង់តែលុយហើយតែបើចង់ប្រើ safe host អត់ចង់អស់លុយយើងត្រូវ set up ទៅចេះប្រើ docker ឬក៏យើងត្រូវយកវាទៅដាក់នៅក្នុង server អញ្ចឹងទៅហើយនេះគឺជាផ្នែកមួយនៃវីដេអូ2ទៀតហើយវីដេអូតបនោះនឹងខ្ញុំនឹងនិយាយអំពី10 node ដែលសំខាន់ឬក៏ប្រើភាគច្រើន 90% នៃ automate workflow ហ្នឹងឯងនៅក្នុង NAN ហ្នឹងយើងមិនបាច់ទៅរៀនទាំងអស់ទេយើងចេះតែ10ហ្នឹងចាប់ទុកថាយើងសល់ប្រហែលយើង research ខ្លួនឯងទៀតហើយចុះអ្នកមើលវិញបានប្រើ NAN នៅឬក៏ប្រើអីផ្សេងអាច comment នៅខាងក្រោមគីឡូខ្ញុំបានប្រើដែរហើយដូចសពដងអរគុណក្នុងការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ